សួស្តីអ្នកគ្នានេះគឺជាវីដេអូ unboxing iPhone 17 Pro Max យ៉ាង17 Pro Max ពណ៌ blue បាទអូខេអ្នកគ្នាអញ្ចឹងគឺនេះគឺជាវីដេអូយូរដែរហើយអញ្ចឹងខ្ញុំធ្វើការបកសៀលនៅពេលតែបកសៀលចឹងហើយតែបកហើយគឺគិតលុយទេបាទតាអត់យកគឺគេខឹងហើយគឺត្រូវតែ pay លុយគេបាទគឺបកហើយគឺបកហើយអញ្ចឹងការទិញ17 Pro ឆ្នាំនេះគឺវាមានភាពញ៉ៃញ៉ៃបន្តិចព្រោះវាមានកូដច្រើនអីច្រើនមានធានាមានអត់ធានា2ឆ្នាំធានា1ឆ្នាំមានធានាមួយអាទិត្យធានា3ថ្ងៃបាទតម្លៃតាមនឹងមែនតើមាន SIM 1 SIM 2មាន eSIM Vo ពិតជាពិបាកមែនអញ្ចឹងពេលដែលយើងបើកមកហើយអញ្ចឹងយើងត្រូវមើលមានដីក្នុងកាមេរ៉ាអត់អញ្ចឹងទៅមើលតួមើលអីថាមានស្លាកស្នាមប៉ះពាល់អីអត់អញ្ចឹងណាបើសិនជាមានបញ្ហាអីយើងអាចប្រាប់គេទៅគឺគេយកអាថ្មីមួយទៀតឲ្យយើង unboxing ភាសាទៀតដែរបាទបើសិនជាមានករណីមានដីចូលមានកពិតតួកន្លែងណាកន្លែងណីអញ្ចឹងណាអញ្ចឹងគេធ្វើការដោឲ្យយើងហើយអញ្ចឹងបកឆាច់មកអ្នកនរគ្នាបាទគឺថ្មីចេះតែម្ដងបាទអញ្ចឹងតបឲ្យដល់តបង់លុយគេហើយអញ្ចឹងយើងធ្វើបើកមកគឺ active អញ្ចឹងពេលដែលយើងទៅទិញហ្នឹងគឺមានទូរស័ព្ទនេះអាខ្លះ active អាខ្លះអត់ active ទៀតអញ្ចឹងយើងត្រូវចេះមើលអារបៀបថាទូរស័ព្ទណា active និងមិន active តែឥឡូវហ្នឹងអ្នកលក់ឥឡូវហ្នឹងគឺគាត់អត់ហ៊ានផុសទេព្រោះមាន influencer ជាច្រើនប្រាប់ពីរបៀប check មើលថាយើងធ្វើមិនដើម្បីថាទូរស័ព្ទនឹង active ឬក៏មិន active អញ្ចឹងណាអញ្ចឹងគឺញ៉េះអ្នកនរនេះចេះអស់ហើយអញ្ចឹងយើងធ្វើការ activate វាមកហ្នឹងហើយដាក់ region ដាក់យើងមកយើងអាចបើកផ្ទៃឯកសារបានហើយបាទអញ្ចឹងនៅក្នុងប្រទេសយើងគឺមានការលក់ iPhone នេះគឺមានជម្រើសច្រើនមែនទែនចាប់ពីធានា2ឆ្នាំមានអស់លុយច្រើនមានពាក់កណ្ដាលល្មមអីចឹងទៅជំរើសមានច្រើនចឹងអ្នកនរគ្នាអាចសម្រេចចិត្តបានមានធានា2ឆ្នាំ1ឆ្នាំធានាមួយហាងធានាអីជាច្រើនទៀតចឹងអូខេចឹងវីដេអូថ្ងៃនេះមានប៉ុណ្្នឹងទេចឹងគាត់បើកឲ្យអ្នកគ្នាមើលទេយូរហើយវីដេអូនេះតែមិនបានដាក់ឲ្យអ្នកគ្នាមើលបាទសូមអរគុណហ្នឹងហើយសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាទបាយបាយ see you soon